បើសិនជាអ្នកទាំងអស់គ្នានៅតែត្រឡប់ធ្វើពីចំណុចនេះនៅពេលដែលយើងភ្ញាក់ពីគេងណាអ្នកទាំងអស់គ្នានឹងអាចនឹងមានបញ្ហាខូចតម្រង់នោមឬក៏ហៅថាតម្រង់នោមរបស់យើងនឹងខ្សោយអញ្ចឹងត្រឡប់ទី1ដែលយើងពេលព្រឹកយើងអត់ត្រូវធ្វើអ្នកទាំងអស់គ្នាចង់និយាយថាភ្ញាក់ពីគេងមកយើងត្រូវរត់រះទៅញ៉ាំទឹកយ៉ាងហោចណាស់ក៏ញ៉ាំទឹកបានមួយកែវដែរបើសិនជាយើងអត់ធ្វើការញ៉ាំទឹកបានមួយកែវនៅពេលព្រលឹមឡើងភ្ញាក់ពីគេងហ្នឹងទេតម្រង់នោមរបស់យើងនឹងប្រកាសជារងសម្ពាធធ្ងន់ធ្ងរមែនតើដោយសារតែយើងគេងមួយយប់យើងតម្រង់នោមវាធ្វើការធម្មតាសរីរាង្គយើងទោះជាយើងគេងក៏ដោយក៏វាធ្វើដំណើរការដែរតែបើសិនជាអ្នកទាំងអស់គ្នាភ្ញាក់ពីគេងមកតែអ្នកទាំងអស់គ្នាអត់ទម្លាប់ទៅញ៉ាំទឹកមួយកែវឬក៏មួយដបអីទេអ្នកទាំងអស់គ្នាថ្ងៃណាក៏ទៅនឹងមានបញ្ហាខ្សោយតម្រង់នោមនិងខូចតម្រង់នោមចំណុចទី2ភ្ញាក់ពីគេងភ្លាមអ្នកទាំងអស់គ្នាអត់តុបនោមទេប្រញាប់ទៅនោមភ្លាមហ្មងដោយសារកាលណាយើងតុបនោមពួកអីយើងគេងមួយយប់ទៅភ្លឺតែយើងអត់បានទៅនោមភ្លាមមកវាធ្វើឲ្យតម្រង់នោមរបស់យើងហ្នឹងវាកាន់តែរងសម្ពាធមែនតើហើយនៅពេលដែលយើងនោមមកអ្នកទាំងអស់គ្នាឃើញមានលក្ខណៈធំក្លិនឆ្អេះហើយលឿងអាហ្នឹងដោយសារតែមុខងារតម្រង់នោមរបស់យើងនេះវាធ្វើការធ្ងន់ពេកវាធ្វើការមួយយប់ទល់ភ្លឺដល់ពេលអញ្ចឹងទៅវាស្តុកនៅក្នុងផ្លឹកនោមរបស់យើងអញ្ចឹងមានន័យថាទម្លាប់ពីនេះបើសិនជាអ្នកទាំងអស់គ្នាអនុវត្តធ្វើប្រចាំថ្ងៃរាល់ថ្ងៃទៅវានឹងជួយឲ្យតម្រង់នោមអ្នកទាំងអស់គ្នានឹងគឺល្អប្រសើរហើយធូរស្បើយឡើងមកវិញចឹងពីខ្ញុំទៅទម្លាប់ទី1អ្នកទាំងអស់គ្នាភ្ញាក់ពីគេងត្រូវតែញ៉ាំទឹកមួយកែវភ្លាមទី2គឺអ្នកទាំងអស់គ្នាត្រូវតែភ្ញាក់ពីគេងភ្លាមគឺអ្នកទាំងអស់គ្នាទៅបាត់ជើងតូចភ្លាមអាហ្នឹងធ្វើអញ្ចឹងដើម្បីរក្សាតុល្យភាពធ្វើឲ្យតម្រង់នោមរបស់យើងហ្នឹងគឺល្អមកវិញអញ្ចឹងពីខ្ញុំទៅបើសិនអ្នកទាំងអស់គ្នាធ្វើបានណាតម្រង់នោមអ្នកទាំងអស់គ្នានឹងទទួលបានលទ្ធផលល្អហើយជៀសផុតពីបញ្ហាខ្សោយតម្រង់នោមឬក៏ខូចតម្រង់នោម